Cha chấm điệp số mong ôn ống po mình taในក្នុងសង្គម Facebook ទាំងអស់ចាថ្ងៃនេះខ្ញុំយុវតីសង្គ្រោះជាតិក៏សូមផុសវីដេអូមួយคลิปមួយនេះផ្ញើជូនជាពិសេសជូនទៅដល់លោកអ៊ំទាំង3ចាទី1គឺលោកអ៊ំហ៊ុនសែនទី2លោកអ៊ំសំរងស៊ីនិងទី3លោកអ៊ំកឹមសុខាតែគឺផ្ញើ3អ្នកហ្នឹងคลิปហ្នឹងជាមួយគ្នាហ្មងចាទី1ខ្ញុំសូមនិយាយអំពីលោកហ៊ុនសែនតិចចាដោយសារតែប្រហែលថ្ងៃហ្នឹងគឺឃើញគាត់នឹងវក់នឹងលបាយមែនតែនហ្មងវក់នឹងបណ្ដាលអន្តរជាតិហ្នឹងមែនតែនហ្មងចាអ្វីដែលខ្ញុំពោះចិត្តជាងគេគឺស្អីគឺគាត់ចាញ់គេ$5000អត់សងគេនេះហ៊ានលេងតែហ៊ានសងនឹងបើខ្លួនឯងឈ្នះយកមុនគេទៀតពោះចិត្តត្រង់ហ្នឹងហ្មងលេងខូចគេលេងញាក់គេហ្មងចាញ់គេព្រមសងគេហើយអ្វីដែលហួសចិត្តជាងហ្នឹងទៀតគាត់ថាអាប៊ីតស្រុកអាមេរិកហ្នឹងគឺលំអៀងកាត់ក្តីមកអន់ហ្មងចាអញ្ចឹងខ្ញុំសូមប្រាប់ឲ្យលោកហ៊ុនសែននឹងកលេចមកមើលស្រុកខ្មែរយើងវិញថាតឡាការស្រុកខ្មែរយើងវាដូចអាប៊ីតនឹងស្រុកគេនឹងដូចគ្នាណាអ្នកមានអ្នកធំអ្នកមានអំណាចមានបុណ្យស័ក្តិមានលុយប្រកាសច្រើនហូរឈ្នះរហូតកាត់ក្តីលំអៀងរហូតស្រុកខ្មែរយើងគឺវាអញ្ចឹងឆ្លោះប្រចាំងនិយាយឲ្យគេនិយាយខ្លួនឯងចឹងថាគេអន់តឡាការស្រុកខ្មែរអន់ជាងគេទៀតនាយករដ្ឋមន្ត្រីស្រុកខ្មែរហិតទៅថោកជាងគេទេណែអញ្ចឹងមុននឹងថាឲ្យគេកលែងមើលខ្លួនឯងហ៎ណាហើយវាសាហាវអាត្រង់ចាក់អស់$5000នេះហើយសួរថា$5000មិនតិចទេណាយក$5000ហ្នឹងយកទៅជាជំនួយផ្សេងទៅដល់ប្រជាពលរដ្ឋដាច់ស្រយាលក្រីក្រណាដោយពួកខ្ញុំជាយុវជនមានអីតិចតួចយកទៅចែកជូនពួកគាត់ទៅសុបាយចិត្តនៅហត់ប៉ុណ្ណាក៏ដោយការងារស្ម័គ្រចិត្តយ៉ាងណាក៏ដោយជួយដល់សុបាយចិត្តហើយ$5000មិនតិចទេណាយកទៅអញ្ចឹងពួកគាត់អងងាប់យកទិញអីផ្សេងដែលពួកគាត់ត្រូវការចាំបាច់ផ្សេងជីវភាពរស់នៅសុបាយប៉ុណ្ណាមិនមែនដូចខ្លួនឯងហាមាត់មកពាន់ម៉ឺនគេអ្នកធំអញ្ចឹងណលោកអើយពោះចិត្តហ្មងណាហើយអញ្ចឹងឯងមកនិយាយជាសាធារណៈជិះខ្មាស់គេទៀតអញ្ចឹងហ្នឹងហើយអាហ្នឹងនៅនិយាយឲ្យយើងដឹងហ្នឹងប៉ុណ្ណឹងហើយចុះអានធំអត់ឲ្យយើងដឹងហ្នឹងមិនដឹងស្អីខ្លះទៀតណាអញ្ចឹងសុំគិតកន្លែងចំណុចហ្នឹងសារឡើងវិញផងកុំចេះតែសុបាយអត់របៀបពេកតើពេលចេះនិយាយថាគេលំអៀងការគេអីដូចត្រឹមត្រូវមនុស្សម្នាចេះគិតគូរដែរដល់ពេលមើលស្រុកខ្មែរយើងរងថ្ងៃដូចអាលីងហ្មងអត់យល់មែនចាឲ្យចុងក្រោយហ្នឹងក៏សូមនិយាយសរុបហ្មងចុងក្រោយហ្នឹងផ្ដាំទៅដល់លោកសំរងស៊ីកឹមសុខាលោកហ៊ុនសែនហ្នឹងឥឡូវហ្នឹងគេហៅថាវប្បធម៌សន្តានាគ្នាគឺមិនមែនជាវប្បធម៌ឌីលគ្នាតាមយ៉ាងណោទេចាថ្លៃធ្នូណាឥឡូវអញ្ចឹងខ្ញុំសូមឲ្យរក្សាសេចក្តីថ្លៃធ្នូហ្នឹងចាប់ដៃគ្នាមើលសន្តានាគ្នាមើលដើរមើលប្រជាពលរដ្ឋដែលវេទនាអត់ដើរដល់មើលដល់ស្រុកភូមិគាត់អាម៉េចវេទនាអាម៉េចបញ្ហាអីជាច្រើនដែលមិនតដោះស្រាយប្រាប់ឲ្យគាត់តែសន្យាឲ្យគាត់ដោះស្រាយអស់ចំណុចទាំងប្រមាណដែលមិនតដោះស្រាយធ្វើឲ្យចេញជាដុំកំផុនតិចមើលណាកុំបើកតែ Facebook ឡើងឃើញសួរតុកភូមិនេះសួរសុកតុកភូមិនោះអាសួរសុកតុកហ្នឹងតាំងមុនបោះឆ្នោតដូចសួរសុកតុកពេកហ៎ដោះស្រាយឲ្យសិនមកធ្វើឲ្យចេញជាដុំកំផុនសិនមកចាំសួរសុកតុកវាមិនហួសពេលទេកុំឲ្យដូចពាក្យបាក់ផ្សេងក៏គេផ្សេងពាក្យដែលគេថាចេះហ៊ុនសែនអាយ៉ងយួនសំរងស៊ីកឹមសុខាអាយ៉ងហ៊ុនសែនរួមគ្នាសង្គ្រោះចោលកុំឲ្យដូចពាក្យគេនិយាយពាក្យហ្នឹងណាធ្វើខ្លួនឲ្យរួចផុតពីអាពាក្យហ្នឹងផងណាសូមផ្ដាំទៅសម្ដេចទាំង3ហ្នឹងចាស់ហើយខ្មាស់ខ្ញុំហ្មងនេះចាប៉ុណ្ណឹងបានជួយ share ទៅផង